សូមនមស្ការចំពោះប្រជុំ3នៃប្រតិរដ្ឋដោយសេចក្តីគោរពសូមអរកាយថយបង្គំប្រពជាប្រតិជគុណនិងប្រធេរានធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់ជាទីមេត្រីព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសូមគោរពនិមន្តនិងអញ្ជើញព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងទស្សនិកជនទាំងអស់តាមដានសកម្មភាពពុទ្ធសាសនាក្នុងសប្តាហ៍កន្លងទៅដែលបានចងក្រងនិងផ្សព្វផ្សាយដោយគណៈកម្មការព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសប្តាហ៍នេះបន្តអំពីសកម្មភាពប្រតិបត្តិធម៌និងបម្រើសង្គមជាតិមាតុភូមិវគ្គប្រតិបត្តិធម៌មួយថ្ងៃនៃសន្តិភាពនៅវត្តងកយ៉ាធម្មទេសនាសុខាវតីនិងសង្វារដែលត្រូវមាននៅវត្តភុខេសភាវៈសុខស្ងប់ក្នុងការប្រតិបត្តិវិបស្សនាកម្មដ្ឋានវត្តយ៉ាខ្វាសរុបលទ្ធផលវគ្គប្រតិបត្តិធម៌សម្រាប់យុវជនក្របពូជមេតាលើកទី28ធម្មទេសនាតម្រង់នៅសេចក្តីល្អក្នុងវគ្គប្រតិបត្តិធម៌មួយថ្ងៃនៃសន្តិភាពនៅវត្តយ៉ាខ្វៀងបុណ្យរំលឹកខួបលើកទី717នៃការយាងចូលនិព្វានរបស់ពុទ្ធរាជចង្ញៀងតង់នៅសាលាវិបស្សនាជុកលំបាក់លាវព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025នៅវត្តងកយ៉ាសង្កាត់ទេពឋានប្រទេសជគុណមិនយ៉ាប្រជាធិការវត្តបានរៀបចំវគ្គប្រតិបត្តិធម៌មួយថ្ងៃនៃសន្តិភាពលើកទី361យ៉ាងមហាឱឡារិកដោយមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករអញ្ជើញចូលរួមសិក្សារៀនសូត្រក្នុងវគ្គប្រតិបត្តិធម៌នេះប្រតិជនចៅអធិការបានសម្ដែងធម្មទេសនាស្ដីអំពីប្រធានបទកម្មទាំង3ដោយបញ្ជាក់យ៉ាងច្បាស់នៅអត្ថន័យនៃកាយកម្មវិច័យកម្មនិងមនោកម្មក្នុងដំណើរនៃការប្រតិបត្តិធម៌និងការផ្លាស់ប្ដូរចិត្តគំនិតខាងក្នុងរយៈនោះប្រតិជនបានដាក់ទឿនក្រានរំលឹកដល់ពុទ្ធបរិស័ទឲ្យគិតខំអនុវត្តសតិក្នុងរាល់ការគិតការនិយាយនិងសកម្មភាពយកព្រះវិន័យធ្វើជាមិនការពារកាយវិច័យចិត្តនិងយកសក្តិមេត្តាករណាធ្វើជាទិសក្នុងការរស់នៅប្រចាំថ្ងៃក្នុងថ្ងៃដដែលនោះវត្តក៏បានរៀបចំចែកអំណោយចំនួន620ប្រអប់និងទឹកសុទ្ធជូនដល់អ្នកជំងឺនិងសាច់ញាតិអ្នកជំងឺនៅមន្ទីរពេទ្យបឹងឯកខេត្តបាក់លាវនេះក៏ជាសកម្មភាពដែលត្រូវបានអនុវត្តទៀងទាត់រៀងរាល់សប្តាហ៍ដើម្បីរួមចំណែកចែករំលែកនិងលើកទឹកចិត្តដល់គ្រួសារដែលមានជីវភាពខ្វះខាតព្រមទាំងផ្សព្វផ្សាយនូវស្មារតីមេត្តាករុណាក្នុងសង្គមព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025នៅវត្តភឹកហេឃុំភឹកឡុងប្រជាធិការថិតភឹកជោបានរៀបចំវគ្គប្រតិបត្តិធម៌មួយថ្ងៃនៃសន្តិភាពលើកទី36ដើម្បីបង្កើតកុសលផលបុណ្យដល់ពុទ្ធបរិស័ទយ៉ាងច្រើនកុះករមកចូលរួមវគ្គប្រតិបត្តិធម៌បានចាប់ផ្ដើមដោយការសូត្រមន្តសុំសេចក្តីសុខនិងការសូត្រមន្តប្រណិមព្រះពុទ្ធបន្ទាប់មកពុទ្ធបរិស័ទទាំងឡាយបានស្ដាប់នៅធម្មទេសនាស្ដីអំពីប្រធានបទសុខវតីនិងសង្វារដែលត្រូវមានដែលសម្ដែងដោយប្រតិជនថិតធៀងហ៊ីវគង់នៅវត្តលងភឿកសង្កាត់ពួនចាត់ក្នុងអំឡុងពេលសម្ដែងប្រធរប្រតិជនបានបកស្រាយយ៉ាងច្បាស់នៅអត្ថន័យនៃអាណាចក្រសុខវតីដោយសង្កត់ធ្ងន់ថាឋានបរមសុខមិនមាននៅឆ្ងាយពីតថាភាពនោះទេប៉ុន្តែក៏ជាធម្មជាតិបរិសុទ្ធដែលមាននៅក្នុងចិត្តរបស់ខ្លួនឯងអាស្រ័យហេតុនេះព្រះអង្គបានដាស់តឿនដល់ពុទ្ធបរិស័ទឲ្យយកចិត្តទុកដាក់លើការសូត្រប្រណិមរបស់ព្រះពុទ្ធកសាងជំនឿដ៏ត្រឹមត្រូវនិងរឹងមាំលើព្រះពុទ្ធសាសនាដើម្បីទទួលសេចក្តីសុខក្នុងបច្ចុប្បន្នកាលនិងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរវគ្គប្រតិបត្តិធម៌បានបញ្ចប់ក្នុងបរិយាកាសដ៏ថ្លៃថ្លាប្រធរដែលពោពេញដោយសេចក្តីមេត្តាករុណានិងប្រាជ្ញាបានរំលឹកដល់ពុទ្ធបរិស័ទឲ្យរក្សានូវសតិជានិច្ចរស់ក្នុងភាពភ្ញាក់រលឹកនិងចិញ្ចឹមបីបាច់នូវសន្តិភាពក្នុងចិត្តតាមរយៈរាល់សកម្មភាពនិងពាក្យសម្ដីនៅលើវិថីនៃការប្រតិបត្តិប្រធរនាព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025វគ្គប្រតិបត្តិវិបស្សនាកម្មដ្ឋាននៅវត្តលងភឿកសង្កាត់វិនចាត់ប្រទេសជគុណដងតំសាស្ត្រាចារ្យនៃពុទ្ធិកមធ្យមសិក្សាបាក់លាវបានសម្ដែងធម្មទេសនាដែលបាននាំមកនូវការពន្យល់យ៉ាងជាក់ស្ដែងសម្រាប់អ្នកប្រតិបត្តិធម៌នៃការសិក្សាកម្មដ្ឋានក្នុងអំឡុងពេលសម្ដែងប្រធរប្រតិជនបានវិភាគអំពីដំណើរនៃកតាពីរគឺកម្រើកនិងស្ងៀមស្ងាត់ក្នុងការតម្រើកនៃការប្រតិបត្តិ
ដើម្បីជួយឲ្យអ្នកប្រតិបត្តិសម្គាល់បានច្បាស់នៅតួនាទីនៃសភាពនីមួយៗតាមរយៈនោះពុទ្ធបរិស័ទត្រូវបានណែនាំអំពីរបៀបរក្សាតុល្យភាពរវាងកាយនិងចិត្តក្នុងការរស់នៅប្រចាំថ្ងៃព្រមទាំងរក្សានៅសមាធិក្នុងដំណើរនៃការសិក្សារៀនសូត្រប្រតិជនកិនបានសង្កត់ធ្ងន់លើការយកភាពស្ងៀមក្នុងវិជ្ជមានដើម្បីទប់ទល់នឹងភាពវឹកវរក្នុងផ្លូវអវិជ្ជមានដែលជួយឲ្យចិត្តស្ងប់និងតម្កល់នៅនឹងទន្ទឹងនឹងនោះត្រូវបានប្រើប្រាស់ភាពសកម្មភាពក្នុងវិជ្ជមានដើម្បីផ្លាស់ប្ដូរភាពនៅស្ងៀមស្ងាត់ក្នុងចិត្តអវិជ្ជមានជៀសវាងការធ្លាក់ចុះទៅក្នុងសភាពយឺតយ៉ាវនិងអសកម្មភាពគឺជាគ្រឹះដ៏សំខាន់សម្រាប់អ្នកប្រតិបត្តិក្នុងការរក្សាសតិនិងវិរិយភាពឲ្យបានយូរអង្វែងក្នុងក្របខ័ណ្ឌនៃវគ្គបប្រតិបត្តិធម៌នេះប្រតិជនកិនប្រតំបានណែនាំដល់អ្នកប្រតិបត្តិទាំងអស់អំពីការអនុវត្តសមាធិអង្គុយនិងសមាធិចង្ក្រមដើម្បីជួយដល់ពុទ្ធបរិស័ទឲ្យចិញ្ចឹមបីបាច់នូវសតិនិងមានអារម្មណ៍ច្បាស់អំពីសេចក្តីស្ងប់និងចង្វាក់សុខដុមរមនានៃកាយនិងចិត្តតាមរយៈជំហាននីមួយៗនិងដកដង្ហើមនីមួយៗអ្នកប្រតិបត្តិទទួលបទពិសោធន៍ដ៏ប្រតើនៅដំណើរនៃកាយចិត្តដែលជួយបំរុងគ្រឹះនៃការប្រតិបត្តិធម៌ឲ្យកាន់តែរឹងមាំនិងជាក់ស្ដែងព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025នៅវត្តយ៉ាក់ហွာឃុំchâuថើយខេត្តកាម៉ៅភិក្ខុនីងីមឋានជាប្រជាធិការវត្តបានរៀបចំវគ្គប្រតិបត្តិសរុបលទ្ធផលវគ្គប្រតិបត្តិសម្រាប់យុវជនក្រុមប្រធានបទក្របពូជមេតាលើកទី28ដែលបានបង្កើតកុសលផលបុណ្យដោយយុវជនសិក្សាយ៉ាងច្រើនកុះករមកចូលរួមវគ្គប្រតិបត្តិធម៌នេះគឺជាបរិយាកាសដ៏ល្អសម្រាប់ជួយដល់ប្អូនក្នុងការចិញ្ចឹមបីបាច់ជីវិតខាងផ្លូវចិត្តហ្វឹកហាត់សិលធម៌និងរៀនសូត្រនូវធម៌មេត្តាករុណានិងប្រាជ្ញានៃព្រះពុទ្ធសាសនាក្នុងបរិយាកាសដ៏ថ្លៃថ្លាពុទ្ធបរិស័ទទាំងឡាយបានរួមគ្នាស្វាធ្យាបួងសួងសូមអរប្រតិជាតិមានសេចក្តីសុខសាន្តសន្តិភាពពិភពលោកនិងសត្វលោកទាំងឡាយបានជួបតែសេចក្តីសុខសាន្តបន្ទាប់ពីម៉ោងសិក្សាព្រះធម៌ក៏មានការសម្ដែងសិល្បៈសកម្មភាពក្រុមនិងល្បែងកម្សាន្តសប្បាយដែលបាននាំមកនូវភាពរីករាយបានផ្សារជាប់ទំនាក់ទំនងនិងការដាស់តឿនស្មារតីសាមគ្គីភាពក្តីស្រឡាញ់និងការចែករំលែកដល់បងប្អូនយុវសិស្សវគ្គប្រតិបត្តិធម៌បានបញ្ចប់ទៅដោយក្តីត្រេកអរដោយកាត់សម្កើនៅរយៈពេល1ឆ្នាំនៃការសិក្សាព្រះធម៌ដ៏មានអត្ថន័យរបស់ក្របពូជមេត្តាដែលកំពុងត្រូវបានបណ្ដុះបណ្ដាលនិងថែរក្សានៅក្របដំបូលវត្តយ៉ាក់ហွာក្នុងឱកាសនេះផងដែរគណៈកម្មការរៀបចំបានប្រកល់ជូនអំណោយលើកទឹកចិត្តដល់បងប្អូនយុវសិស្សដើម្បីជាការដាស់តឿនឲ្យបងប្អូនបន្តការសិក្សារៀនសូត្ររស់នៅប្រកបដោយសុខសាន្តភាពល្អប្រសើរចិញ្ចឹមចិត្តមេត្តានិងបន្តដំណើរនៅវិថីនៃក្តីស្រឡាញ់ក្នុងនាមជាកូនរបស់ព្រះពុទ្ធសាសនានៅព្រឹកថ្ងៃទី18ខែធ្នូឆ្នាំ2025ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានវិលត្រឡប់មកកាន់វត្តយ៉ាក់វៀងសង្កាត់ឡាងចងដើម្បីចូលរួមវគ្គប្រតិបត្តិធម៌មួយថ្ងៃនៃសន្តិភាពនិងស្ដាប់នូវធម្មទេសនាដែលសម្ដែងដោយប្រតិជនគុណថិតចន្ទិនសមាជិកគណៈខមកតិកមជ្ឈុំសមាជិកគណៈអភិបាលសង្ខេតដងណាយនិងជាប្រជាអធិការវត្តតាមភឿកខេត្តដងណាយក្រុមប្រធានបတ်តម្រង់ទៅរកសេចក្តីល្អវគ្គប្រតិបត្តិធម៌នេះត្រូវបានរៀបចំឡើងដោយព្រះភិក្ខុនីស្ថិតនៅជុកញើប្រជាអធិការវត្តយ៉ាក់វៀងក្នុងអំឡុងពេលសម្ដែងព្រះធម៌ប្រតិជនកិនចែករំលែកថាការតម្រង់ទៅរកសេចក្តីល្អគឺជាការអនុវត្តអំពើល្អនិងការវាចាក់អំពើអាក្រក់លើទិដ្ឋភាពទាំង3គឺកាយវាចាចិត្តដោយយកចិត្តល្អជាឫសគល់អ្នកប្រតិបត្តិធម៌ត្រូវតែខិតខំអនុវត្តកុសលធម៌ដើម្បីទប់ស្កាត់នៅមនោសញ្ចេតនាអកុសលប្រសិនបើបណ្ដោតាមកិលេសកម្មទាំង3នឹងនាំទៅរកនៅលោភៈទោសៈនិងមោហៈដែលបង្កជាទុក្ខវេទនាដល់ខ្លួនឯងប្រតិជនកិនបានសង្កត់ធ្ងន់ថាបុគ្គលម្នាក់ត្រូវវិលត្រឡប់មកកែលំអខ្លួនឯងចិញ្ចឹមបីបាច់ចិត្តល្អក្នុងរាល់ការគិតវិចារនិងសកម្មភាពថែមទាំងសួនច្បារនិងចិត្តដល់កុសលធម៌និងយកសតិសម្បជញ្ញៈធ្វើជាសង្វារនៅលើវិថីនៃការសិក្សារៀនសូត្រ
នាព្រឹកថ្ងៃទី20ខែធ្នូឆ្នាំ2025នៅសាលាវិបស្សនាជុកលំបាក់លាវសង្កាត់ធេបឋានប្រតិជគុណដាក់ម៉ាខាគៀងប្រជាធិការវត្តបានរៀបចំរំលឹកខួបលើកទី777នៃការយាងចូលព្រះនិព្វានរបស់ពុទ្ធរាជចង្ញៀងតុងយ៉ាងមហាឱឡារិកអញ្ជើញចូលរួមក្នុងពិធីនេះមានប្រធារានុធិរៈគ្រប់ព្រះអង្គប្រជាអធិការវត្តនានាក្នុងខេត្តព្រមទាំងពុទ្ធបរិស័ទច្រើនយ៉ាងកកបានមកជួបជុំគ្នាដើម្បីអុជធូបរំលឹកនឹកកិនក្នុងបរិយាកាសដ៏គោរពសក្ការៈប្រធារានុធិរៈនិងពុទ្ធបរិស័ទទាំងអស់បានតាំងចិត្តថ្វាយបង្គំចំពោះមហាថេរគ្រប់ព្រះអង្គនិងគ្រប់រូបនិងព្រះរតនត្រ័យព្រមទាំងរួមគ្នាសូត្រថ្វាធាធរសុំខមាទោសធាវិញ្ញាណទាំង7អុជធូបបូជានិងសម្ដែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបរិស័ទបានប្រចិត្តចង់ស្ដាប់ការរលឹកឡើងវិញនៅជីវប្រវត្តិនិងគុណូបការៈរបស់ព្រះអង្គដៀវងើយ៉ាក់វ៉ាងព្រះមហាក្សត្រដែលឆ្លៀកវៃដែលបានលះបង់រាជបល្ល័ង្កដើម្បីឈានជើងចូលវិថីនៃការរកសច្ចធម៌អធិរាជចង្ញឹងតុងមានព្រះនាមដើមថាចង្ឃឹមប្រសូតនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1258ជាព្រះរាជបុត្រច្បងរបស់ព្រះបាទចង្ឃាន់តុងនិងព្រះមហាក្សត្រយ៉ាណីងវៀងឋានធៀងកាមនៅឆ្នាំ1278ព្រះអង្គបានឡើងគ្រងរាជ្យដឹកនាំប្រទេសឲ្យមានសុខសន្តិភាពលុះដល់ឆ្នាំ1299ព្រះអង្គបានយាងទៅភ្នំអៀងទៅខេត្តគួងនិនដើម្បីសាងភ្នោះនិងខិតខំប្រតិបត្តិធម៌ទុដងដោយមានព្រះនាមថាហឿងយ៉ាងដៃដៅដាព្រះអង្គបានបំរុបបំរួមនិកាយសមាធិធំចំនួន3និងបង្កើតនៅនិកាយសមាធិជុកលំអៀងទៅជាមួយនឹងទស្សនវិជ្ជារស់ក្នុងលោកីរីករាយនឹងប្រធរដែលនាំមកនៅអត្តសញ្ញាណដោយឡែកនៃដៃវាកក្រោយពេលផ្សព្វផ្សាយប្រធរជាប្រយោជន៍ដល់សព្វសត្វនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ1308តាមចន្ទគតិព្រះអង្គបានយាងចូលទិវកិច្ចនៅលើកំពូលភ្នំងៅយ៉ាងក្នុងប្រជញ្ញមាយុ51វស្សាដោយបន្សល់ទុកនៅព្រះសារីរិកធាតុយ៉ាងច្រើនបណ្ឌនេះបានដាក់ជាប់ចិត្តក្នុងពុទ្ធបរិស័ទនៅសេចក្តីរលឹកនិងការគោរពចំពោះគំរូសិលធម៌ដ៏ភ្លឺស្វាងរបស់ព្រះអង្គដែលបានបូជាប្រជញ្ញមួយជីវិតដើម្បីព្រះពុទ្ធសាសនានិងមនុស្សលោកបរិស័ទទាំងអស់បានតាំងចិត្តដើរតាមមាគ៌ាមេត្តានិងប្រាជ្ញារបស់ព្រះអង្គបន្តថែរក្សាព្រះធម៌និងអភិវឌ្ឍស្មារតីនិកាយសមាធិខិតខំសិក្សាព្រះធម៌និងផ្សព្វផ្សាយពន្លឺព្រះធម៌ឲ្យបានគ្រប់ទិសទីយើងខ្ញុំបករណាអាត្មាភាពសូមថ្លែងអំណរអគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដាននិងឧបត្ថម្ភគាំទ្ររបស់ប្រធារានធេរៈនិងញាតិញោមពុទ្ធបរិស័ទទាំងជិតឆ្ងាយសូមជួបជាថ្មីម្ដងទៀតនៅសារព័ត៌មានពេលក្រោយសូមអរព្រះគុណនិងសូមអរគុណ